សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានរឿងក្តីមួយមកចង់ចែករំលែកនេះគឺជាការស្ដីដែលនាងបានសម្រាប់មិត្តភក្តិរបស់នាងហើយនៅពេលដែលក្រុមប៉ូលីសយកនាងទៅសាកសួរនាងថែមទាំងមិនមានការសោកស្ដាយហើយនិយាយប្រាប់អំពីមិត្តភក្តិរបស់នាងមិនត្រឹមតែប៉ុណ្ណោះនាងថែមទាំងញ៉ាំញ៉ងក្រុមប៉ូលីសទៀតហើយនេះគឺជាវីដេអូដែលនាងត្រូវបានក្រុមប៉ូលីសសម្ភាសន៍ក្នុងអំឡុងពេលនោះអ្នកទាំងអស់គ្នាអាចជជែកនៅអាកប្បកិរិយារបស់នាងបានថានាងគឺជាមនុស្សយ៉ាងម៉េចអស់ពីនាងអាចស្គាល់ She said she doubted any harm had come to Taylor Wright, offering suggestions about her whereabouts. In the detectives, Taylor might just be off on a drug binge. The only thing I worry about is with the drug situation. Like, I wouldn't even, if I didn't know about the drug situation, I wouldn't be worried about her. I would say. Taylor Wright នាងមានអាយុ33ឆ្នាំបន្ទាប់ពីនាងបានលែងលះជាមួយនឹងអតីតប្តីរបស់នាងមកពួកគេមានរឿងជំពាក់ជំពិនមិនទាន់ដោះស្រាយតបរវាងលុយហើយនិងកូនដូច្នេះហើយទើបធ្វើឲ្យ Taylor នាងសម្រេចចិត្តលាក់លុយពីអតីតប្តីរបស់នាងនៅក្នុងកងធនាគារមិត្តរបស់នាងដែលមានឈ្មោះថា Ashley ប៉ុន្តែខ្ញុំមានរឿងមួយទៀតចង់ប្រាប់អ្នកទាំងអស់គ្នា Taylor បន្ទាប់ពីនាងបានលែងលះជាមួយនឹងអតីតប្តីរបស់នាងមកគឺនាងបានទៅរស់នៅជាមួយនឹងមិត្តស្រីរបស់នាងប៉ុន្តែនាងមិនបានដាក់រូបមិត្តស្រីរបស់នាងទេដោយសារតែនាងមិត្តស្រីរបស់នាងគឺមិនមានការពាក់ព័ន្ធនឹងរឿងក្តីរបស់Taylor Wright យើងមកនិយាយអំពី Ashley វិញ Ashley បន្ទាប់ពីនាងបានទទួលលុយចំនួន$10,000ដែល Taylor នាងបានតែផ្ញើទុកដើម្បីលាក់អតីតប្តីរបស់ Taylor ថាប៉ុណ្ណោះតែ Ashley បើជាយកលុយនឹងទៅចាយវាមិនទៅចាយវាក្តៅក្តាស់មិនគិតអំពីលុយគេហើយហាមទាំងយកទៅចិញ្ចឹមប្រុសស្មាទៅក្នុងអំឡុងពេលដែលនាងមានប្តីឬក៏ហើយ Ashley យកលុយនឹងទៅទិញកប៉ាល់ទិញម៉ូតូអីទិញសម្ភារៈផ្សេងៗឲ្យទៅកូនស្នេហ៍របស់នាងនិយាយចាំទៅវាទៅចិញ្ចឹមប្រុសស្នេហ៍តែម្ដងដោយសារមូលហេតុបែបនេះហើយទើបធ្វើឲ្យ Ashley នាងមិនមានលុយឲ្យទៅ Taylor វិញទេព្រោះនាងបានចំណាយទៅអស់ទៅហើយក៏ជាមូលហេតុដែលធ្វើឲ្យនាងរៀបចំគម្រោងការសម្រាប់មិត្តភក្តិរបស់នាងផងដែរថ្ងៃទី9ខែ9 2017 Ashley នាងបានយក Taylor Wright Taylor ដើម្បីទៅដកលុយនៅក្នុងកងធនាគារហើយនៅថ្ងៃនោះហើយគឺជាថ្ងៃចុងក្រោយដែល Sandra ដែលជាមិត្តស្រីរបស់ Taylor បានឃើញ Taylor នៅមានជីវិតរហូតដល់ថ្ងៃទី19ខែ9 2017ក្រុមប៉ូលីសក៏បានយក Sandra Waller ដើម្បីទៅសាកសួរដោយសារតែក្រុមប៉ូលីសក៏បានសង្ស័យអំពីការបាក់ខ្លួនរបស់ Taylor មានការជាប់ពាក់ព័ន្ធជាមួយនឹងមិត្តស្រីរបស់នាងផងដែរដោយក្នុងអំឡុងពេល Taylor បានបាក់ខ្លួន Sandra នាងក៏បានសង្ស័យថានាងក៏បានខក Taylor ថានាងគឺជាមនុស្សដែលមកនាងសង្ស័យថា Taylor គឺបានទៅរស់នៅជាមួយនឹងអ្នកថ្មីប៉ុន្តែនៅពេលដែលក្រុមប៉ូលីសបានសាកសួរទៅគឺ Sandra គឺនាងមិនបានជាប់តាក់ទងជាមួយនឹងការបាក់ខ្លួនរបស់មិត្តស្រីរបស់នាងនោះទេហើយនាងក៏បានលើកយករឿង Ashley ហើយនិង Taylor គឺនាងបានទៅជាមួយគ្នានៅថ្ងៃទី9ខែ9 2017ដោយនាងបានដឹងថា Ashley គឺបានប្រាប់ទៅកាន់ Taylor ដើម្បីទៅយកលុយរបស់នាងទៅដកយកលុយរបស់នាងពីកងធនាគារបន្ទាប់មកនៅថ្ងៃទី19ខែ9 2017ខាងក្រុមប៉ូលីសក៏បានយក Ashley មកសាកសួរដោយតែវីដេអូដែលខ្ញុំបានដាក់ជូនអ្នកទាំងអស់គ្នានៅខាងដើមវីដេអូនេះអញ្ចឹង Ashley គឺនាងបញ្ចេញអកប្បកិរិយាមកគឺមិនមានការសោកស្ដាយនៅមិត្តភក្តិរបស់នាងបានបាត់បង់ទុកបានបាក់ខ្លួននោះទេនាងថែមទាំងនិយាយអាក្រក់អំពីមិត្តភក្តិរបស់នាងហើយនៅមានការញ៉ាំញ៉ងក្រុមប៉ូលីសទៀត
នេះគឺជាមូលហេតុដែលធ្វើឲ្យក្រុមប៉ូលីសមានការសង្ស័យហើយមិនត្រឹមតែប៉ុណ្ណោះពួកព័ត៌មានដែលនាងបានផ្ដល់ឲ្យក្រុមប៉ូលីសនៅពេលដែលក្រុមប៉ូលីសទៅស៊ើបអង្កេតគឺនាងបានកុហកទាំងស្រុងហើយនាងក៏មិនបានលើកយករឿងលុយក្នុងកងធនាគារដែល Taylor បានទុកផ្ញើនាងមកនិយាយឡើយនេះគឺជាចំណុចដែលក្រុមប៉ូលីសបានដឹងរួចទៅហើយថា Ashley ប្រកាសជាមានរឿងពាក់ព័ន្ធជាមួយនឹងការស្លាប់របស់ Taylor បន្ទាប់មកខាងក្រុមប៉ូលីសក៏ឲ្យ Ashley ត្រឡប់ទៅផ្ទះវិញហើយខាងក្រុមប៉ូលីសក៏បានស៊ើបអង្កេតនៅលើរឿងក្តី Taylor ប៉ុន្តែរឿងរ៉ាវដែលគួរឲ្យហួសចិត្តនោះ Ashley គឺនាងតែងតែ call ទៅកាន់ប៉ូលីសដើម្បីសាកសួរអំពីតើមានអ្វីអាប់ដេតមួយថានាងពិតជាមានការព្រួយបារម្ភអំពីរឿងក្តីនឹងមែនទែននាងពិតជាចង់ដឹងអំពីការអាប់ដេតអីផ្សេងៗមែនទែននេះហើយគឺជាមូលហេតុដែលប៉ូលីសកាន់តែសង្ស័យទៅលើ Ashley ទៅទៀតហើយបន្ទាប់មក Ashley នាងបាននិយាយថានាងបាននាំ Taylor ទៅផ្ទះចំការរបស់នាងដើម្បីទៅពិសេសប៉ុន្តែនៅពេលដែលក្រុមប៉ូលីសបានឆែកកាមេរ៉ា CCTV ពួកគេគឺមិនបានឃើញ Ashley នាងនាំ Taylor ទៅផ្ទះចំការរបស់នាងនោះទេផ្ទុយទៅវិញពួកគេបានឃើញនាងនាំ Taylor ទៅជិតផ្លូវ Bridge Road ហើយនៅពេលដែលក្រុមប៉ូលីសបានទៅដល់ទីនោះពួកគេក៏បានរកឃើញសាកសពរបស់ Taylor ដែលបានគេដុតសម្លាប់ហើយថែមទាំងគ្របទៅដោយស៊ីម៉ងថែមទៀតហើយបន្ទាប់មកខាងក្រុមប៉ូលីសក៏បានឃាត់ខ្លួន Ashley ភ្លាមបន្ទាប់ពីគេបានរកឃើញភស្តុតាងប៉ុន្តែរហូតដល់2019ទៅមានការកាត់ក្តីទៅលើ Ashley ត្រូវទទួលទោសចាប់គុកចាប់ពី25ឆ្នាំឡើងទៅរឿងរ៉ាវដែលគួរឲ្យហួសចិត្តទៀតនោះដែលខ្ញុំភ្លេចប្រាប់អ្នកទាំងអស់គ្នាក្នុងអំឡុងពេលដែលគេកំពុងបាក់ខ្លួន Taylor Ashley នាងបានជាទៅខាង ATM ដើម្បីដកលុយ Taylor ទៅវិញនេះបានបញ្ជាក់សេចក្តីថា Ashley នាងគឺជាមនុស្សម្នាក់ដែលមានចិត្តសាហាវឃោរឃៅបំផុតដោយសារតែរឿងលុយគឺនាងហ៊ានសម្លាប់មិត្តភក្តិរបស់នាងដូច្នេះហើយរឿងក្តីនេះក៏មានការក៏ធ្វើឲ្យខ្ញុំមានមតិខ្លះអំពីរឿងលុយជាពិសេសយើងគឺមិនត្រូវទុកចិត្តនរណានោះទេព្រោះលុយអាចធ្វើឲ្យមនុស្សពីអាក្រក់ទៅជាល្អពីល្អទៅជាអាក្រក់គឺលុយគឺអាចសម្លាប់មិត្តភាពគឺលុយគឺអាចសម្លាប់មនុស្សបានអាណិត Taylor ដែរនាងគ្រាន់តែចង់ទុកលុយទៅកាន់គ្រាន់តែចង់ផ្ញើលុយនៅក្នុង account Ashley ដើម្បីលាក់ពីអតីតប្តីរបស់នាងមិននឹកស្មានថាដោយសារលុយប៉ុណ្ណឹងធ្វើឲ្យនាងបាត់បង់ជីវិតនោះទេ